ก็กอดกระเล็กชอบไปเหลือล้านว่ากอดเจยำอาเตยจองนึงกระสูผัวมนในยำจองกอนึงวิยำจูบหึงเชิญนึกครองชีวิตเหมือนแดนសូមស្វាគមន៍មកកាន់កម្មវិធី Hear Her Story ជីវិតរបស់មនុស្សយើងម្នាក់ៗតែងតែមានចម្ពោះខ្លះដែលត្រូវបានសរសេរឡើងនៅក្នុងភពងងឹតប៉ុន្តែចម្ពោះជីវិតរបស់មនុស្សមួយចំនួនគឺមានភាពលំបាកខ្លាំងជាងអ្នកដទៃនៅក្នុងថ្ងៃនេះយើងនឹងមកអង្គុយជជែកគ្នាជាមួយនឹងបុគ្គលម្នាក់ដែលបងប្អូនភាគច្រើនស្គាល់គាត់នៅក្នុងនាមជា influencer ម្នាក់ដែលមានភាពល្បីល្បាញមានទំនុកចិត្តនិងមានស្នាមញញឹមដ៏ស្រស់ស្អាតប៉ុន្តែនៅពីក្រោយអេក្រង់ទូរស័ព្ទជីវិតរបស់គាត់គឺមានភាពជូរចត់ការតស៊ូនិងភាពជឿចាប់ជាច្រើននៅថ្ងៃនេះគាត់បានមកទីនេះដើម្បីចែករំលែកជាមួយនឹងភាពជឿចាប់និងការពិតជាមួយនឹងកម្មវិធីរបស់យើងសូមស្វាគមន៍រូប៊ីមកកាន់កម្មវិធីជាសួរបងជំរាបសួរបើសិនជាគេមើលមករូប៊ីនៅក្នុងថ្ងៃនេះគឺឃើញតែភាពស្រស់ស្អាតនិងទំនុកចិត្តក្នុងនាមជា influencer ម្នាក់ចាបងប៉ុន្តែបើសិនជាយើងទាញពេលវេលាត្រឡប់ងាកទៅមើលនៅខាងក្រៅវិញបន្តិចនៅក្នុងវ័យកុមារដែលយើងត្រូវរស់នៅជាមួយនឹងការលាក់បាំងអត្តសញ្ញាណរបស់ខ្លួនឯងជារៀងរាល់ថ្ងៃតើពេលនោះផ្លូវចិត្តរូប៊ីលំបាកខ្លាំងប៉ុណ្ណាដែរសម្រាប់ខ្ញុំពីក្មេងមកគឺឈឺចាប់ច្រើនធម្មតាយើងដើរចេញមកក្រៅតែណាមកណាគេតែងតែហៅគេថាអូអានេះអានោះខ្ទើយអាតុនល្វែកល្វក់អីចឹងណាហើយយើងជួបច្រើនទោះយើងនៅក្នុងសង្គមគ្រួសារដែលធូរធារឬក៏មិនក៏ដោយប៉ុន្តែយើងនៅតែទទួលរងពាក្យមិនល្អជាច្រើនពីសង្គមសពថ្ងៃយើងរស់នៅហើយវ័យដែលខ្ញុំជួបច្រើនរឿងជាងគេហ្នឹងគឺវ័យជំទង់ដែរប្រហែលជាអាយុ14 15ឆ្នាំរូប៊ីបែរជាត្រូវមកជួបជាមួយនឹងការរំលោភបំពានដ៏ខុសខើបំផុតពីសំណាក់អ្នកដែលយើងទុកចិត្តខ្លាំងបំផុតទៀតថាតើរបួសផ្លូវចិត្តនៅពេលនោះវាធ្ងន់ធ្ងរខ្លាំងកម្រិតណាការដែលគេលួងលោមហើយវាទៅជារឿងរំលោភបំពានវាពិតជាអាម៉ាស់សម្រាប់ខ្លួនឯងណាហើយក៏វាជារឿងមួយដែលអាម៉ាស់ក្នុងសង្គមសពថ្ងៃដែរបើសិនជាគេដឹងប៉ុន្តែសម្រាប់ខ្ញុំប្រឈមមុខនឹងរឿងហ្នឹងបានទៅថ្ងៃហ្នឹងខ្ញុំយកមកនិយាយអញ្ចឹងវ័យដែលខ្ញុំជួបហ្នឹងគឺនៅក្មេងការគិតខ្លីការជួបរឿងហ្នឹងហើយយើងត្រូវដោះស្រាយរឿងហ្នឹងម្នាក់ឯងអត់ហ៊ានប្រាប់ណាគេទៅប្រាប់គេទៅគេជឿយើងអត់ហើយទៅប្រាប់ម៉ាក់យើងអាចមានរឿងអត់ទៅប្រាប់ប៉ាយើងអាចនឹងជួបរឿងអីខ្លះខ្ញុំមានអារម្មណ៍ថាវាពិតជាសម្ពាធនៅក្នុងជីវិតមួយហ្នឹងវានៅតែដាក់ជាប់នៅក្នុងអារម្មណ៍ខ្លួនឯងគ្រាន់តែយើងអាចប្រាប់ណាគេបានហើយខ្ញុំក៏ហើសយកមកនិយាយថ្ងៃនេះដោយសារតែគិតថារឿងទាំងអស់ហ្នឹងអាចនឹងជះឥទ្ធិពលល្អដល់សង្គមសប្តាហ៍នៅក្នុងពេលហ្នឹងគឺយើងមានវ័យក្មេងខ្លាំងមែនតើហើយយើងមិនហ៊ានសូម្បីតែប្រាប់អ្នកក្បែរខ្លួនក្រុមគ្រួសារមិនមានសូម្បីតែអ្នកចាំផ្ដល់យោបល់ឬលើកទឹកចិត្តតើរូប៊ីអាចឆ្លងកាត់ពេលវេលាមួយហ្នឹងបានដោយរបៀបណាខ្ញុំឆ្លងកាត់បានដោយសារតែខ្ញុំសុំម៉ាក់គាត់ដូរមករៀនពេញដូរមករៀនទាំងម្នាក់ឯងរស់នៅផ្ទះជួលមួយធ្វើម្ហូបញ៉ាំខ្លួនឯងបន្លំឡើងទៅរៀនមកវិញបោកកៅអៅពេលវ័យរៀនហ្នឹងគឺពិបាកជួបអារឿងហ្នឹងហើយមានអារឿងផ្សេងប៉ះពាល់ដល់គ្រួសារទៅសុំបាយគេញ៉ាំទៀតនៅវ័យប៉ុណ្ណឹងជពាក់លុយគេញ៉ាំបាយសិនគាត់ឲ្យជពាក់ហើយអារម្មណ៍ល្អពេលហ្នឹងសុបាយចិត្តណាគេឲ្យជពាក់យើងអត់មានអីសោះចូលមកដល់វ័យធ្វើការយើងគ្រាន់តែចង់មានជីវិតមួយដូចគេដូចឯងធ្វើការរលុយចំជីវិតរស់នៅដូចគេដូចឯងប៉ុន្តែអ្វីដែលរូប៊ីទទួលបាននៅក្នុងជីវិតក្នុងវ័យការងារក៏ជាការរើសអើងភេទទី3ដឹងហើយថាសង្គមរងថ្ងៃនឹងពិបាកធ្វើការងារអីក៏រើសអើងដែរការងារអីអានេះខ្ទើយហ្នឹងអានេះអញអញ្ចឹងលើកអីរួចតាមពិតអីក៏ខ្ញុំលើករួចដែរមានអារម្មណ៍ថាខ្លួនឯងបាក់ស្បាតហ្មងណាការងារក៏អត់បានអាយុក៏តិចលុយក៏អត់មានចាយថ្លៃផ្ទះក៏ត្រូវបង់ត្រូវដោះស្រាយម្ដងមករឿងតម្រាំទៅរកការងារធ្វើបានសម្រាប់ចិត្តធ្វើការចង់ខើចម៉ោងរៀនវិញរៀនក៏ឡាតទៅធ្វើការផងរៀនផងចង់បានលុយច្រើនទៅក៏ធ្វើការ 2-3 កន្លែងធ្វើការលាងចានឲ្យគេផងធ្វើការជាអ្នករត់តុកផាប់យប់ឡើងផងព្រឹកឡើងងើបពីព្រលឹមធ្វើការហាងកាហ្វេក្រែមស៊ូឃើញខ្លួនឯងស៊ូអត់ល្ងុយមិនសុខចិត្តទៅដាក់ម៉ោងរោគេងនៅក្នុងកតុបទឹកមួយថ្ងៃ10នាទី
ធ្វើការ15 16ម៉ោងវ័យ15 16ឆ្នាំវ័យគេកំពុងតែមានក្តីសម័យធំវ័យគេកំពុងតែវឹកវរជាមួយនឹងរៀនសូត្រយើងរត់ធ្វើការត្រាក់តាកំឡុងពេលហ្នឹង Ruby ធ្លាប់មានគំនិតថាចង់ត្រឡប់ទៅផ្ទះវិញឬក៏ចង់បានជំនួយពីអ្នកផ្ទះ គំនិតចង់ឲ្យអ្នកផ្ទះជួយពេលខ្លះគាត់ជួយអត់បានព្រោះខ្ញុំត្រូវផ្គត់ផ្គង់ម៉ាក់ពេលហ្នឹងម៉ាក់គាត់ពិបាកតែខ្ញុំអត់អាចនិយាយថាពិបាករឿងអីបាននៅលើហ្នឹងទេតែគ្រាន់ថាម៉ាក់ពិបាកខ្ញុំឃើញពីភាពពិបាករបស់ម៉ាក់ខ្ញុំឃើញពីការអត់សុបាយចិត្តព្រោះអីម៉ាក់គឺជាមនុស្សដែលធ្លាប់តែស្អាតធ្លាប់តែជាមនុស្សស្រីពូកែមនុស្សស្រីដែលកាន់លុយបានច្រើនមនុស្សស្រីដែលជាមនុស្សស្រីដែលខ្លាំងមិនថារឿងអីក៏ដោយម៉ាក់តែងតែនៅលេខ1សម្រាប់ខ្ញុំហ្មងបន្ទាប់ពីតស៊ូមកមួយរយៈធំរហូតយើងរៀងពេញរូបពេញរាងបន្តិចយើងក៏បានជួបជាមួយនឹងមនុស្សប្រុសម្នាក់ដែលយើងសង្ឃឹមថាគាត់នឹងជួយជ្រោមជ្រែងលើកទឹកចិត្តនិងការពារយើងប៉ុន្តែ Ruby បានរំលឹកប្រាប់ថា Ruby បានរងអំពើហិង្សាពីគាត់តើពេលនោះមានរឿងហេតុអីបានធ្វើឲ្យគាត់ធ្វើបែបហ្នឹងមកលើយើងខ្ញុំប្រច័ណ្ឌគាត់ជាមួយនឹងរឿងស្នេហាគាត់មុនគាត់ពាក់ព័ន្ធគ្នានៅពាក់ព័ន្ធគ្នាអញ្ចឹងទៅយើងក៏រៀងច្រានគ្នាទៅមកអញ្ចឹងទៅវាទៅជាទម្លាប់មួយដែលអត់ល្អនៅក្នុងជីវិតជាដៃគូព្រោះខ្ញុំរស់នៅមួយគ្នា5ឆ្នាំខ្ញុំនៅរហូតដល់ស្គាល់គ្នាគ្រប់គ្រឿងស្គាល់គ្នាគ្រប់យ៉ាងស្គាល់គ្នាថាគ្រាន់តែមើលភ្នែកគ្នាយើងដឹងថាយើងនិយាយអីអញ្ចឹងណាហើយសម្រាប់ខ្ញុំគាត់មនុស្សល្អប៉ុន្តែគាត់រៀងគ្រប់គ្រងយើងតិចបើសិនយើងធ្វើអត់តាមគាត់អាចនឹងប៉ះពាល់លើរូបរាងកាយរបស់យើងអញ្ចឹងទៅដោយសារតែអំពើហិង្សាតិចតួចដោយប្រយោលតែវាក៏ដាក់ជាប់នៅក្នុងអារម្មណ៍ព្រោះដោយសារតែអារម្មណ៍របស់ខ្ញុំទទួលយកអត់បានទេមនុស្សដែលខ្លួនឯងស្រឡាញ់ហើយមកលើកដៃវាយយើងទាំងដែលនៅមុខអ្នកដទៃខ្ញុំជឿថាមនុស្សគ្រប់គ្នាអាចរស់នៅបានដោយគ្មានអំពើហិង្សាហើយខ្ញុំក៏សង្ឃឹមថាខ្ញុំខ្លួនឯងជួបស្នេហាដែលអត់មានអំពើហិង្សាប៉ុន្តែចុងក្រោយខ្ញុំនៅមួយគ្នាយូរទៅវាទៅជារឿងមួយដែល toxic ទៅក៏ខ្ញុំសម្រេចចិត្តថាយើងបែកគ្នាដោយស្ងប់ស្ងាត់រៀងខ្លួនឲ្យតែអ្វីពាក់ព័ន្ធមួយអតីតកាលពីអ្នកខ្ញុំលុបចោលទាំងអស់ Ruby បានរំលឹកថាពេលហ្នឹងប្រៀបដូចជាសពដ៏អាក្រក់មួយដឹងខ្លួនមកម្ដងទៀតយើងកំពុងតែសម្លាប់ខ្លួន Ruby អាចនាំយើងទៅកាន់សុបិនដ៏អាក្រក់មួយនោះបន្តិចបានទេថាតើពេលនោះអារម្មណ៍ Ruby ពេលដែលភ្ញាក់ដឹងខ្លួនមកឃើញថាខ្លួនឯងកំពុងតែសម្លាប់ខ្លួនតើពេលនោះ Ruby គិតឃើញអីមុនគេសម្រាប់ខ្ញុំនៅពេលហ្នឹងខ្ញុំអត់គិតអីច្រើនទេដោយសារតែត្រឡប់ទៅប៉ោយប៉ែតវិញហ្នឹងគឺរស់នៅជីវិតមួយដែលធម្មតាជាមួយនឹងស្នេហាថ្មីមួយទៀតដែលខ្ញុំតាក់ទងបន្ទាប់ពីខ្ញុំបែកពីអ្នកចាស់ហ្នឹងគឺ3ឆ្នាំរស់នៅជាមួយនឹងក្តីសុខពេញលេញព្រោះមុនដែលខ្ញុំចងកហ្នឹងវាខ្ញុំជួបរឿងច្រើននៅក្នុងជីវិតមែនតើការងារក៏រញ៉េរញ៉ៃលុយកាក់ក៏រញ៉េរញ៉ៃយាយក៏ឈឺម៉ាក់ក៏ឈឺក្មួយក៏ត្រូវការលុយពេលខ្លះវាសឹងតាម100មុខតែម្នាក់ឯងខ្ញុំគិតថាការផ្ដល់ឲ្យវាអត់គ្រប់គ្រាន់សម្រាប់គ្រួសារហើយខ្ញុំក៏មានអារម្មណ៍ថាខ្ញុំឈឺជំងឺបាក់ទឹកចិត្តមកយូរហើយរហូតដល់ខ្ញុំទៅពេទ្យសារក្រោយហ្នឹងគេប្រាប់ថាអូនឯងកើត ADHD វាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធប្រសាទហើយនឹងផ្លូវអារម្មណ៍ផ្លូវចិត្តបាត់បង់ការ control ខ្លួនឯងរហូតខ្ញុំមានរឿងច្រើនពេកទៅខ្ញុំក៏សម្រេចចិត្តលើកទី1មុនចងកហ្នឹងគឺលេបថ្នាំសម្រាប់ខ្លួនហើយខ្ញុំលេប Niacinamide 85 គ្រាប់ហើយនឹង Panadol 4 ប្រទេសវាលើសកំណត់នៃពេទ្យប៉ុន្តែស្អែកឡើងខ្ញុំទៅធ្វើការធម្មតានៅ office តាំងពីនោះមានរឿងអីកើតឡើងខ្លះនៅពេលដែល Ruby សម្រេចចិត្តលេបថ្នាំហ្នឹងប្រពន្ធចុងប៉ានោះក៏គាត់តាក់តងមករញ៉េរញ៉ៃហើយប៉ាខ្ញុំគាត់មិនមែនមានតែប្រពន្ធមិនមែនមានតែម៉ាក់ខ្ញុំមួយទេគាត់មាន6 7 8នាក់9នាក់អីចឹងទៅតាមតែអីដែលគាត់អាចមានបានអារម្មណ៍ខ្ញុំនៅជាមួយម៉ាក់ខ្ញុំផឹងស៊ូដល់កម្រិតណាគាត់លឺដល់ថ្នាក់ហ្នឹងគេទេទៅចម្រិញគាត់ទាំងដែលគាត់ប្រពន្ធហើយគាត់មិនទាន់លែងគ្នាខ្ញុំពិតជាអស់អារម្មណ៍ក្នុងការរស់
hay dạ về buôn khai nhầm ọt kênh nơi cái tục này nhầm chọn có nó nghe nhầm tập kênh mình mật phẹn thành thật lực thực chất hòa ngày nhầm mình tích sao mình tích dùng cùi mình này ai nơi một cà phê một xe đo mong buôn mong phèm lư và mỗi phạc cà miên vào phạc cà miên ơi ta luôn anh cùi bàn ơi ta cất hạt luôn anh rùa bàn bằng ngày tiền càng nghe có bát băng lôi cạn có ọt miên chầm nổ hưởng mùi tiết cứ nhóm thử lẽ băng cái đây sẽ lành luôn anh ơi con miên khổ xa nhưng ơi ở cả con miên chỉ vật môi để miên khổ xa bênh lên hai tam mạng con ta xua thà chật mến ôi sẽ lành nhá khăn chiếng ấy tiết tem đằng tha cô hẹp bạc mà chứ nơi ta sẽ lành quạt chẳng đấy nhưng mà ai miên nẹ xên mà trên nụ ba này tua miền nè xen máu miền là rầm hàng nơi thành là quạt tay trắng chân hai miền nè hay xem đẹp hưởng cho con ngày nắng đôi sợ bân chứ nhưng kênh nhưng là ngồi kênh thôi mà đà hay nhâm dậy mùi bà ôn ha ui bọn tao tét kê nhé bọn tao nát tiết đấy ngồi kê nhé tao đó tét đồ chốt đẹp luôn anh sẽ lạnh trên kê tiết chốt nó ngâm tinh bay cho nam ấy ta ọt chả ta na cho chặt bẹ hay nam mối mà nữ để nhâm sẽ lạnh còn cho chặt bẹ chốt bao nhâm hòn hay quát chia motivation thông ấy xẹp nhóm và nhóm quát nhóm miền này tha nhóm daily motivation này nâng ca lực tật chất và trăm ngày cứ nhóm lên miền mà ta còn tha ngày nóng vẽ chọn nắng hái có kênh lụa chứ nè ta ắt đăng thắc luôn anh call tăng dậy mỗi con nó đập hèn này ti đo là hốt cho coi thế còn tại đập về tù sắm nó bị chụp screenshot dậy khi đập hèn này tí mong cho co mỏng bạn đăng thả ô ban dậy mỗi cọt tay xuống nó cọt các quả ấp hẹp thay dương dậy class này cọt chẳng ở dương sải chặt nó không lời chặt sen cọt cả tập mà mưa dương nơi pet nhóm nơi pet xong bay tập bang luôn anh call má cả nhà mặt chẳng vậy rồi đó nhưng miền là rầm tha đo chấm nội mùi để thử slap hái tập phụ cọt mà hỏi nhom chẳng nhom do tên dậy mùi mát mạ dùng là hột đập bên trắng vì viết phơi nhom nắng nặng rầm sẽ lạnh mạ tròn chiêng hay hưởng làm nhom hẹp thơ mạ cứ hưởng sẽ ta hưởng nhom thở chân mạ quát và khát chít tua rong rầm côn luôn anh phong ta chư cha mày không phẳng họ lôi tại dư ra không ca banh lôi em mạ mà đòn này mạ ha mạ nó cái chủng áo ấy đấy ơi ta mạ vậy ta tăng vì pe nhom chư nâng máu cứ vía phơi nhom bắt băng rầm phơ ca bắt băng rầm bắt băng sạch tệ luôn anh mà hay chập bị đám chư chừng ngừ trờn phụ pe để liệp thanh em hỏi vì bác bỏ đó hưởng khăn nông có vì bẹ bon chỉ mùi nó là liệt tròn nôm được này thanh em đi cái thử lệp thanh em nó có thử lệp học cho lắng cho con nâng phải hỏi ô lời chất ăn là oi cái đăng mỏng thất hạ rầm lời chất này ăn là thế ba chia mà được sen tiết cọc còn vậy tha muốn cho có do thơ cẩn thận thì đắng tiếng này nhưng mà đại cất chẳng hồn năm 7 năm lịch lông luôn anh phật si chlong cho nam mỗi mật phe đà lên cho club bay một tầng ta kênh ta mật phe phật làng mất kệ biển vì miền là rộng tha dương rùm lực mê riêng luôn anh làng vinh ở dương chữ chăm ở đòn tiền tỏ mau nhung pe nắng đôi chỉ do có vật mau có phơi luôn anh chẳng ngay nắng miền ta bạc chất mà dậy ở nhà tầng ở cái nhiệt đằng thả nhung vật chìa ta tua giọt hưởng tầng ở nâng là ngày nâng tua chụp hưởng ấy và to tiết dương còn nơi ta tua giọt nè đại cao máu nó không đại khai thác phê tỷ bảy con tài lư mà nó cứ bạn chia chi vật môi đại nghề rồi để bàn tay nơi cao pì bị mà nó chi vật đồ bên nơi chụp cho môi nâng bành hà thôn chỉ tràn tèng mình thay đường sna ha cro xa đường to luôn chỉ tràn tiệt tèng sạch nhiệt bàn tay bây giờ cái lệ mà mờ sòng cùng ta đồ biết thlo từ tuổi ban ca rơ ang thôn khăn cầm rật nà ta bây giờ sòng cùng đã thua đồ biết đọ không chất mình phậtในเหตุการณ์มวยหนึ่งสมัยหึงนั้นยมหรือให้ยมออสนาคลุนเองพอต่อไปยมจ้องกอนั่นคือยมชูหึงเรื่องอ่างมวยปีปูมันเนี่ยให้ว่าสันกอดเคยวิดีโอนี้ยมจ้องไอ้กอดเคยกอดกับบ้านเคยวิดีโอได้ยมพอปีกอดได้ขนมแยะเปย์ไปหายชี
2 ខែមុនខ្ញុំមិនដែរចេញពីផ្ទះសោះគឺបន្ទាប់ពីចងកមកហ្នឹងគឺចេញពីផ្ទះគឺជួបតែបញ្ហាភាគច្រើនខ្ញុំនៅតែវត្តទេព្រលឹកឡើងទៅវត្តហើយល្ងាចឡើងមកផ្ទះវិញដល់ពេលថ្ងៃហ្នឹងបងស្រីខ្ញុំហ្នឹងគាត់ដេញឲ្យខ្ញុំហ្នឹងថាមើលទៅទិញកុលខៃមកដេងម្ទេស1500មកស្លឆាគ្រឿងអីចឹងណាខ្ញុំក៏ជិះម៉ូតូទៅហ្នឹងពូហ្នឹងគាត់ក៏អាយ៉ែឡានកែងផ្សារគាត់ខុសច្បាប់ចរាចរណ៍មានអារម្មណ៍ថាគាត់ស្វឹងគាត់បាននិយាយអត់សុំទោសខ្ញុំហើយគាត់ប្រើពាក្យអត់សមរម្យបើកញ្ចក់ឡានពេលដែលខ្ញុំជិះទៅហ្នឹងមានន័យថាឡានសងខាងគ្នាខ្ញុំជិះទៅមុខគាត់នៅខាងនេះគាត់បើកញ្ចក់អាយ៉ែថយក្រោយអត់ដែលមានប្រវត្តិអ្នកណាគេអាយ៉ែឡានថយក្រោយបាត់ឆ្វេងទេព្រោះវាផ្លូវកែងផ្សារបែកជា4ខ្ញុំក៏មានផ្លូវមកប្រឡោះហ្នឹងក៏ខ្ញុំជិះម៉ូតូទៅចូលទៅហ្នឹងគឺវាកំលៀតហ្នឹងវាអាចប៉ះឡានបានទេគាត់ស្រែកមកឲ្យខ្ញុំយីអានេះស្លន់ទៅណាអត់ខ្លាចងាប់អត់ខ្លាចអីទេសម្រាប់ខ្ញុំក៏ខ្ញុំអត់ដែលទទួលរងពាក្យហ្នឹងពីគ្រួសារអញ្ចឹងខ្ញុំក៏បកទៅសួរគាត់វិញថាពូកាត់អីហ្នឹងពូមានរឿងអីមែនពូនិយាយពាក្យអញ្ចឹងវាអត់សមរម្យព្រោះអីខ្ញុំជិះផ្លូវខ្ញុំវាត្រូវពូអាយ៉ែនេះខុសហើយក៏គាត់ព្រមនេះខ្ញុំក៏លើកទូរស័ព្ទមកថតគាត់ទុកជាផុសតែខ្ញុំអត់បានផុសបង្ហាញមុខគាត់ថាមុខគាត់មិនរូបភាពគាត់បែបមិនអត់ខ្ញុំអត់បង្ហាញដោយសារតែគិតថាខ្ញុំទុកកិត្តិយសឲ្យគាត់បើខ្ញុំបង្ហាញរូបគាត់ឥឡូវហ្នឹងផុសហ្នឹងវា 17k ជាង1លាន view ជាងវាគួរឲ្យខ្មាស់គេដែរបើសិនជាគាត់ធ្វើការងារមួយនៅក្នុងសង្គមខ្ញុំក៏លើកលែងឲ្យគាត់ដោយសារតែប្រពន្ធគាត់មកសុំទោសខ្ញុំជាច្រើនដងតែខ្ញុំអត់ព្រមទទួលទេតែខ្ញុំលើកលែងឲ្យក៏ខ្ញុំជិះម៉ូតូទៅកន្លែងទិញម្ទេសហ្នឹងក៏គាត់ក៏លេខចុះពីលើឡានមកគាត់ជេរខ្ញុំអាខ្ទើយចង់នឹងកស៊ូពាក្យហ្នឹងពិតជាធ្ងន់ណាស់សម្រាប់ខ្ញុំទទួលយកអត់បានព្រោះរូបរាងខ្ញុំសក់ខ្លីមែនប៉ុន្តែរូបរាងខ្ញុំជាស្រីខ្ញុំស្លៀកខោខ្លីស្បែកជើងសក់ខ្លីមែនប៉ុន្តែមុខមាត់ខ្ញុំជាមនុស្សស្រីរូបរាងកាយខ្ញុំជាមនុស្សស្រីខ្ញុំទទួលយកអត់បានពីអស់ហ្នឹងក៏ខ្ញុំត្រឡប់ទៅឆ្លោះគ្នាជាមួយគាត់ក៏ហោហក់ផ្ទះក៏ភ្លៀងខ្ញុំកូនគាត់ហោហក់វាយខ្ញុំក៏អត់ព្រមថាមិនបានត្រូវហក់វាយខ្ញុំហេតុអីបានត្រូវច្រានខ្ញុំហើយដៃគាត់ប៉ះធុងខ្ញុំវាធ្វើឲ្យខ្ញុំនឹងវាខ្នក់ចិត្តឈឺចាប់នឹងវាតទៀតខ្ញុំក៏ឈរមកឡាននឹងឲ្យគាត់ចោះមកសុំទោសខ្ញុំបើគាត់មិនសុំទោសខ្ញុំគឺខ្ញុំព្រមចេញទៅណាគាត់ជិះឡានមកបុកខ្ញុំបុកយើងឲ្យចេញពីឡានណាតែមួយងឹកចាប់ប្រាំងហ្នឹងគឺបុកយើងឡើងឈឺវិញខ្លួនហ្មងខ្ញុំខឹងណាខ្ញុំទទួលយកអត់បានទៅខ្ញុំមកដល់ផ្ទះហ្នឹងខ្ញុំយកវីដេអូហ្នឹងមកផុសវាពិតជាឈឺចាប់ដែលគេរើសអើងភេទហើយវាពិតជាឈឺចាប់ដែលគេមើងងាយភេទរបស់យើងទាំងដែលខ្ញុំអត់ចេះខ្ញុំជាមនុស្សម្នាក់ដែលមិនចេះបៀតបៀនទៅលើភេទណាមួយពណ៌សម្បុរឬក៏រូបរាងកាយអ្នកណាប៉ះពាល់អ្នកណាធ្វើឲ្យអ្នកណាខូចអារម្មណ៍ព្រោះខ្ញុំនៅក្នុងសង្គមមួយថ្ងៃនេះលើកទឹកចិត្តខ្លួនឯងលើកទឹកចិត្តភេទខ្លួនឯងព្រោះដោយសារតែខ្ញុំព្យាយាមលុបបំបាត់ការរើសអើងនឹងឯងភាពឈឺចាប់ដែលរបៀបជួបវាមិនមែនជាការចៃដន្យទេប៉ុន្តែវាគឺជារបៀបដែលសង្គមនិងមនុស្សមួយចំនួនធ្វើទៅលើភេទទី3តើរបៀបមានពាក្យអីចង់និយាយទៅកាន់មនុស្សមួយចំនួនតែគាត់ចិត្តប្រើពាក្យមួយនិយាយថានិយាយលេខសោះណាប្រកាន់ដែរតើរបៀបមានពាក្យអីចង់និយាយទៅកាន់បុគ្គលទាំងអស់ហ្នឹងថាការនិយាយលេងរបស់គាត់ហ្នឹងវាប៉ះពាល់ខ្លាំងកម្រិតណាសម្រាប់ផ្លូវចិត្តពួកយើងដែលជា LGBTQ+ អ្នកដែលចាប់ផ្ដើមដែលឈប់រើសអើងហ្នឹងគឺភេទខ្លួនឯងផ្ទាល់យើងភេទទី3ហើយរើសអើងភេទទី3គ្នាឯងហើយពាក្យលេងសោះក៏វាអត់គួរមានពាក្យលេងសោះព្រោះពាក្យលេងសោះខ្លះធ្វើឲ្យមនុស្សខូចចិត្តពាក្យលេងសោះខ្លះធ្វើឲ្យមនុស្សបាក់ទឹកចិត្តសម្រាប់ខ្ញុំជឿថាពាក្យលេងសោះអត់គួរតែមានព្រោះខ្ញុំទទួលយកអត់បានពេលខ្លះខ្ញុំតបទៅវិញដោយកំហឹងក៏មានលេងសោះអញ្ចឹងអញយករឿងហែងមកលេងវិញលើហើយជា inspiration ឲ្យទៅ new generation ជំនាន់ក្រោយគឺជាក្មេងៗជំនាន់ក្រោយដែលកើតមកជាភេទទី3ខ្ញុំសង្ឃឹមថាឃើញទៅ10ឆ្នាំទៅមុខទៀតភេទទី3នឹងនៅចំណុចមួយដែលគេមិនរើសអើងព្រោះពួកគាត់ជាមនុស្សពូកែចំពោះអ្នកដែលគាត់នៅតែវាយតម្លៃនិងរើសអើងទៅកាន់ភេទទី3ដោយសារតែគាត់មិនទាន់យល់ឬក៏ដូចថាក្នុងគំនិតរបស់គាត់មិនទទួលយកគាត់នៅតែរើសអើងតើរបៀបមានពាក្យអ្វីដែលចង់និយាយទៅកាន់បេះដូងពួកគាត់ដោយផ្ទាល់
សម្រាប់ពួកគាត់នៅតែរើសអើងខ្ញុំគិតថាយើងមើលឃើញ10ឆ្នាំទៅមុខទៀតកូនយើងធំពេញកំមុំមានគ្រួសារ10ឆ្នាំទៅមុខទៀតមានចៅយើងក៏អាចកើតទៅជាភេទទី3កូនយើងក៏អាចកើតទៅជាភេទទី3ក្មួយយើងក៏អាចទៅជាភេទទី3ជួបរឿងនេះជួបរឿងនោះរើសអើងចោះរើសអើងឡើងរើសអើងខ្លួនឯងរើសអើងជាកូនជាចៅខ្លួនឯងពួកអីខ្ញុំលើកទឹកចិត្តខ្លួនឯងខ្ញុំគិតថាខ្ញុំលើកទឹកចិត្តគេឆ្អែតហើយអញ្ចឹងខ្ញុំលើកទឹកចិត្តខ្លួនឯងមួយទៀតឲ្យខ្លួនឯងខ្លាចជាមនុស្សពូកែមួយទៀតដើម្បីឲ្យសង្គមឃើញថាអូម្នាក់នេះធ្លាប់ចង់ស្លាប់ម្នាក់នេះត្រូវគេរើសអើងឥឡូវគាត់មកកន្លែងនេះគាត់បានចំណុចនេះទោះមិនធូរស្បើយប៉ុណ្ណាប៉ុន្តែគាត់ខន់បើជាងមុនឥឡូវនេះ Ruby បានប្រសើរឡើងច្រើនតាមរយៈការលើកទឹកចិត្តខ្លួនឯងប៉ុន្តែបើយើងកលេចទៅមើលបងប្អូន LGBTQ+ របស់យើងមួយចំនួនដែលគាត់ជាភេទទី3គាត់កំពុងតែបាក់ទឹកចិត្តអ្នកខ្លះកំពុងតែជួបជាមួយនឹងរឿងហេតុដូចដែល Ruby ធ្លាប់ឆ្លងកាត់ឬអ្នកខ្លះកំពុងតែត្រូវបានសង្គមមិនទទួលស្គាល់តើ Ruby មានពាក្យពេចន៍អ្វីដើម្បីនិយាយទៅកាន់បងប្អូនឬក៏បងភេទទី3យើងមួយចំនួនដែលគាត់កំពុងតែត្រូវការកម្លាំងចិត្តចង់ប្រាប់អ្វីដល់ពួកគាត់បើឲ្យខ្ញុំជួយលើកទឹកចិត្តខ្ញុំមានតែប្រាប់ថាចូលទទួលស្គាល់ការពិតហើយដើរទៅមុខបន្តព្រោះភេទទី3យើងអាចកិច្ចវេះពីពាក្យហ្នឹងបានទេខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាទទួលយកការពិតបានដើរទៅមុខបានអ្នកទាំងអស់គ្នានឹងរឹងមាំអ្នកទាំងអស់គ្នានឹងឆ្លងផុតអីដែលអ្នកទាំងអស់គ្នាជួបឥឡូវហ្នឹងរឿងរ៉ាវរបស់ Ruby មិនមែនគ្រាន់តែជាសោកនាដកម្មមួយនោះទេប៉ុន្តែវាគឺជាកញ្ចក់ដែលឆ្លុះបង្ហាញឲ្យយើងទាំងអស់គ្នាបានឃើញថានេះគឺជារបៀបដែលសង្គមប្រព្រឹត្តទៅលើបងប្អូនភេទទី3នៅពេលដែលយើងរើសអើងភេទទី3យើងមិនមែនគ្រាន់តែបញ្ចេញមតិធម្មតានោះទេប៉ុន្តែយើងកំពុងតែរុញច្រានជីវិតមនុស្សដូចគ្នាឲ្យគាត់ធ្លាក់ទៅក្នុងចំណុចមួយដែលទាបបំផុតបញ្ឈប់ការរើសអើងបញ្ឈប់ការកាត់សេចក្តីសូមប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយភាពយុត្តិធម៌ដោយចិត្តល្អដែលជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែទទួលបានសូមអរគុណប្រិយមិត្តដែលបានទស្សនាជាមួយនឹងកម្មវិធី Hear Her Story សូមជួយចែករំលែកវីដេអូនេះដើម្បីជាកម្លាំងចិត្តទៅដល់បងប្អូនភេទទី3យើងទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយ